ជនបរទេសចម្រុះជាតិសាសជាប់ពាក់ព័ន្ធស្កេមអនឡាញប្រមាណជាង300នាក់ត្រូវបានដឹកចេញទៅកាន់ទីតាំងមានសុវត្ថិភាពដើម្បីបន្តនីតិវិធីហើយសូមរំលឹកថានៅថ្ងៃទី22ខែមេសាឆ្នាំ2026នេះកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិបានបើកប្រតិបត្តិការបង្ក្រាបអគារទីតាំងអនឡាញស្កេមពីរកន្លែងនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានធ្វើការឃាត់ខ្លួនមនុស្សជាង300នាក់ហើយក្នុងពេលចុះប្រតិបត្តិការនោះសមត្ថកិច្ចក៏បានផ្ទុះអាវុធជាច្រើនគ្រាប់ដើម្បីធ្វើការទប់ស្កាត់ការរត់ចេញពីក្រុមអ ுக ្រិតជនហើយភាគច្រើននេះគឺសិតតែជាជនបរទេសប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សថេតអគ្គស្នងការដ្ឋាននគរបាលជាតិនិងដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ឯកហែមសុវត្ថិអគ្គស្នងការរងនគរបាលជាតិក្រោមការសម្របសម្រួលពីតំណាងអាយការអមសាលាដំបងខេត្តបន្ទាយមានជ័យហើយបើតាមសេចក្តីរាយការណ៍ដែលភ្នាក់ងារព័ត៌មានទទួលបាននៅថ្ងៃនេះបានអះអាងថាកម្លាំងសមត្ថកិច្ចបានបង្ខំចិត្តផ្ទុះអាវុធជាច្រើនគ្រាប់ដើម្បីទប់ស្កាត់ការសម្រុករត់ចេញពីទីតាំងរបស់ក្រុមអ ுக ្រិតជនក្នុងនោះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនមនុស្សជាង300នាក់និងដកហូតបានវត្ថុតាងបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀតផងដែរខ្ញុំបាទឆាដារ៉ារីកាពីបណ្ដាញអង្គភាពសារព័ត៌មាន FK News